អង្គព្រះទ្រង់ញៀនមានតែជាងសំដែងប្រាំព្រះអានន្ថារតែងដែលចាំងបទៅណាទៅបានដោយសារអបឬស័យតាំងថាកនចាំងក្រំគ្រាហើយមនាលអានន្ទហើយមានមមអីដូចរតែងចាំងអបឬស័យវាំងសាឆ្នាំថ្មី80ហើយក្រោយព្រះអានន្ទទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយផុតតាថ្ងៃត្រង់ហើយមាមិនកន្តាយគាល់សាំងស្ដាឆ្នាំអាសាញ់ខែមៀងថ្ងៃអាទិត្យពេញបរមីពិនថ្ងៃនោះណាព្រះអង្គទ្រង់ដឹងអាយុងសង្ខាចំពួងមុខមីគ្រានោះឯងនៅនីបាវាឡាចែកដីក្បែរវេសាល័យក្រៅកំផែងក៏ក្រៅធរណីក្រុមកន្លែងកូលន់ខ្វាន់ខ្វែងខ្ទអាកាសក្រោយមកភីខុងជួបជុំគ្នាអង្គព្រះភគវីទ្រង់បានត្រាំងសំដែងគាថាអង្គចានឹងរំលឹកយ៉ាងច្បាំងត្រាំងអវាទទ្រង់បានត្រាំងថាសង្ខារទាំងឡាយតែងតែអន្តរាយវិញ្ញាណខូចខានចូលនាងទាំងឡាយកុំបីប្រមាណប្រឹងប្រែងសង្វាតឲ្យសម្រេចការភាជដែលស្មូនឆ្នាំងដំដុនដោយដីតូចក្តីធំក្តីឆៅឆ្អិនយ៉ាងណាចុងក្រោយរមែងតែងមានកិរិយាបែកធ្លាយធម្មតានេះជាការពិតយ៉ាងណាជីវិតសំសាននាងក៏ក្មេងចាំងមានក្រពីលឬបណ្ឌិនចុងក្រោយរមែងតែងតែស្លាប់ពិតបាត់បង់ជីវិតក៏យ៉ាងនោះដែរជីវិតតថាគតមានប្រមាណតិចក៏រំពាំងពេញអត់កិច្ចកែប្រែពីថ្ងៃនេះទៅនៅត្រឹម3ខែតថាគតត្រូវតែបរិញ្ញនិព្វាន3ខែកន្លងយ៉ាងរហាំងសែនសោកស្ដាយណាំងព្រះទ្រង់ញៀនវេលាចិត្តភ្លឺទ្រង់ចូលឈានហើយចូលនិព្វានកណ្ដាលព្រៃក្នុងខែពីងសាងថ្ងៃអង្គារឆ្នាំអាសាញ់វេលាចុងរាត្រីថ្ងៃ15កើតពេញបរមីបរិស័ទប្រុងស្រីជុំត្រៀមត្រាទីត្រង់និព្វាននោះតាំងនៅក្បែរផ្លូវទៅក្រុងកុងសេនារារាំងភ្នំមួយគូសាលប្រឹក្សាមានទាំងសេងឡានៅចន្លងកុំថាឡាយមនុស្សសោយសោកាសូមបីទេវតាស្ថានទាំងអង្គយំសោកបោកប្រានស្ដាយស្រណងលន់កក្រើកអង្គភពផែនដីទីត្រង់និព្វាននោះឥឡូវមានស្ដោបតាំងនៅល្អប្រំប្រៃសំគាល់ទីដែលព្រះចិនស្រីនិព្វានលើដីកុសិនារាក្នុងស្ដោបមានព្រះបដិមាថ្មក៏សាងយ៉ាងល្អគូជ្រាំងថ្លាតំណាងព្រះសពព្រះសាងស្ដាស្ដោកស្ដឹងកាយាសែនអាសូនាងទៅដល់ពិតចិត្តដិតជាប់ឃើញដូចព្រះសំនៅជ្រងមានស្បង់ជ័យវោថ្វាយพลังបដូរតឹងនេត្រាហូនឹកព្រះអង្គនឹងហាំងដូចជានៅថ្មីថ្មី